បាទសួស្តីទាំងអស់គ្នាមកឥឡូវយើងមកបន្តមេរៀនយើងទៀតសម្រាប់មេរៀនទី2របស់យើងគឺយើងនឹងសិក្សាបន្តអំពី function មួយចំនួនថែមទៀតហើយមុននឹងចាប់ផ្ដើមគឺយើងបញ្ជាក់បន្តិចតាក់ទងជាមួយនឹង print ព្រោះយើងប្រើច្រើននៅក្នុងការសរសេររបស់យើងគឺយើងត្រូវប្រើច្រើនតែម្ដងសម្រាប់ print ណាអញ្ចឹងយើងត្រូវការបញ្ជាក់ឲ្យបញ្ជាក់ទៀត print ហ្នឹងមានន័យថាគឺវាបង្ហាញនៅ text ឬក៏បង្ហាញនៅអ្វីមួយដែលយើងចង់ហៅវាយកមកបង្ហាញលទ្ធផលនៅលើ console ឬក៏យើង run នៅលើ terminal ឧទាហរណ៍ថាយើងចង់បង្ហាញពាក្យថា hello world នៅក្នុង terminal ហ្នឹងយើងគាត់ run វាទៅនេះគឺវាចេញនៅនេះលទ្ធផលគឺ hello world អញ្ចឹង print គឺបានន័យថាអញ្ចឹងថ្ងៃមុនយើងរៀនអំពី print ហើយនឹង input រួមជាមួយនឹង variable ខ្លះដែលយើងចង់បង្ហាញអំពី string integer ហើយនឹង float បន្តមកទៀតយើងអនុវត្តទៅលើការសរសេរ input ដោយបង្កើតជា small program មួយសម្រាប់ធ្វើការសួរឈ្មោះនិងអាយុបន្ទាប់មកគឺយើងនិយាយថា hello you are ដាក់ age ដែលយើងដាក់នេះហើយបន្ទាប់មកវានឹង print ចេញឧទាហរណ៍ឥឡូវខ្ញុំឲ្យយើងមើលទៅបាទអញ្ចឹងយើងបិទអានេះវិញមកយើងបិទអាណាដែលជា comment វាវិញណាកុំឲ្យវានៅហ្នឹងហើយអូខេតោះអញ្ចឹងយើងចាប់ដើម print មកនេះយើងសួរឈ្មោះយើងដាក់ថា SMB អញ្ចឹងទៅហើយគេសួរអាយុយើង39អញ្ចឹងមកបន្តមកទៀតគេដាក់ថា what is your age ដដែល what is your name សំទោសកន្លែងនេះវាសួរពីរដងព្រោះថាយើង print ពីខាងលើមកណាអញ្ចឹង age អញ្ចឹងក្នុងករណីហ្នឹងយើងថាអូប្រហែលជាយើងខុសហើយយើងចង់បាត់មានន័យយើងចង់បញ្ឈប់កម្មវិធីរបស់យើងត្រូវបញ្ឈប់មិននេះឃើញអាបេតុងក្រហមនេះយើងគាត់នៅចុចបញ្ឈប់វាមកវាប្រាប់ថានេះ key interrupt ហើយអញ្ចឹងវាប្រាប់ថា Python របស់យើងត្រូវបានបញ្ចប់ត្រឹម line ប៉ុន្មានត្រឹម line ទី12នេះនៅក្នុង line ទី12កន្លែង sentence ប៉ុណ្ណេះហើយត្រូវបាន key interrupt មានន័យថាវា error ដូចយើងបញ្ឈប់វាអញ្ចឹងហ្នឹងណាអូខេតោះអញ្ចឹងខ្ញុំបិទអានេះមួយចោលដោយសារមិញយើងបញ្ចូលខុសបិទអានេះមួយចោលទៅអញ្ចឹងយើង run វាម្ដងទៀត what is your name smb អញ្ចឹងមកអូខេបន្តមកទៀតយើងដាក់39អញ្ចឹងមកអាយុយើងអញ្ចឹងហើយបន្តមកវាដាក់ថា hello smn ដោយសារខ្ញុំវាយខាងលើនេះ you are 30 years old អញ្ចឹងនៅពេលហ្នឹងនេះយើងទៅសេប៉ុណ្ណេះអូខេ name អីចឹងទៅ age អីចឹងទៅក៏ប៉ុន្តែform នៃការសរសេររបស់យើងហ្នឹងវាអត់ស្អាតមានន័យថាវាអត់គេហៅថានិយាយជារួមទៅវាអត់ professional អញ្ចឹងថ្ងៃហ្នឹងយើងមករៀនមួយទៀតរៀន function មួយទៀតសម្រាប់សរសេរទៅវា professional យើងភាគច្រើនអ្នកដែលគេសរសេរគេចូលចិត្តសរសេរអាហ្នឹងគឺឈ្មោះវា format គឺឈ្មោះវា format string format string ហ្នឹងមានន័យថាយើងបញ្ចូលវាជាលក្ខណៈឲ្យវាមើលទៅស្អាតឧទាហរណ៍យើងចង់ print hello name អីចឹងទៅយើងធ្វើអញ្ចេះវិញយើងដាក់ថា print ហើយយើងវាយ F1 បើបិទវងកញ្ចក់ F1 ហើយយើងដាក់ពីរហ្នឹងមានន័យថាអញ្ចឹងហើយរបៀបនៃការប្រើរបស់វាផ្សេងពីអានេះអញ្ចឹងយើងដាក់ថា hello មួយមកអូខេបន្តមកទៀតយើងសរសេរអាហ្នឹងនៅក្នុងនេះទៀត name នេះ command នៅក្នុងនេះមួយទៀតឃើញទេបន្តមកទៀតយើងសរសេរថា you are ហើយយើងបើកអានេះមួយទៀតដាក់ ages command មួយបើថាមិន command ក៏បានដែរដកគេទៅទៀត years old អញ្ចឹងមានន័យថា sentence 2ហ្នឹងនេះ sentence 2នេះវាដូចគ្នាក៏ប៉ុន្តែការសរសេរវិញយើងមើលទម្រង់អាពីរនេះហើយនឹងអានេះឃើញអាទម្រង់អានេះមើលទៅវាមានភាពស្អាតវាមានស្អាត professional ជាងអាទម្រង់ទី1អញ្ចឹងថ្ងៃហ្នឹងយើងរៀនអំពី format string អញ្ចឹងថ្ងៃក្រោយយើងនឹងប្រើច្រើនសម្រាប់ format string ហ្នឹងហើយទម្រង់វាគឺអញ្ចឹងចាំមើលខ្ញុំ print ឲ្យទៅឧទាហរណ៍ថាខ្ញុំបើកវងកញ្ចក់កន្លែងនេះមួយទៅនេះខ្ញុំដាក់ថា this is iForm ហ្នឹងមានន័យថា format string ណាអ្នកគ្នាសង្ឃឹមតែយល់អូខេ
bà hay khang lớn nó chia form thom đà tỏ những chập ram nó ok SMB 30 years old តមកឃើញវា print ខាងនេះ this is I form មានន័យថា format string ខាងលើនេះជា form ធម្មតាគេ print ចេញមកគឺដូចគ្នាណា print ចេញគឺដូចគ្នាក៏ប៉ុន្តែភាគច្រើននៃការប្រើប្រាស់ក្នុងការសរសេរគេចូលចិត្តសរសេរអានេះសរសេរ style នេះណា complete អាកន្លែងហ្នឹងផងតោះអញ្ចឹងយើងបន្តទៅទៀតយើងនឹងប្រើច្រើនខ្ញុំបញ្ជាក់ម្ដងទៀតប្រើច្រើនសម្រាប់អានេះនៅពេលក្រោយដើម្បី print ណា result របស់យើងនៅក្នុង terminal នេះអូខេយើងបិទ commander ទៅជា commander អញ្ចឹងយើងបន្តចូលទៅក្នុងមេរៀនរបស់យើងមួយទៀតគឺតាក់ទងជាមួយនឹងការ convert ណាយើងរៀនអំពី function convert នៅក្នុងភាសារបស់ Python បើនិយាយអំពី basic data type របស់វា basic data type របស់វាគឺមានចំនួនឥឡូវខ្ញុំសូមលុបខាងលើនេះចោលទៅកុំឲ្យវានៅច្រើនពេក screen ខ្ញុំតូចដែរ basic data type នឹងមានទី1គឺinteger ណាយើងសរសេរកាត់ទេទី2គឺ float យើងត្រូវចាំទី2គឺ float ហើយទី3បាទសម្រាប់ទី3ហ្នឹងគឺ string str ទៅហើយសម្រាប់អាលក្ខខណ្ឌ data type របស់វាហ្នឹងគឺប៉ុណ្ណឹងណាគឺមាន integer float string ស្អីគេ integer ស្អីគេ float string integer ហ្នឹងមានន័យថាលេខចំនួនកុដឧទាហរណ៍ថា number 01 equal 5 ចឹងមានន័យថា equal 6 នេះមានន័យថានេះចំនួនលេខ6ហ្នឹងគឺជា integer អាហ្នឹងជា int ហេតុអីវាជាចំនួនកុដចុះ float វាជាចំនួនទស្សភាគ number _02 equal 5.6.5 ចឹងទៅអាហ្នឹងវាជា float ណាអាហ្នឹងវាជា float ហើយចុះដល់ពេល string ជាអី string ជាតួអក្សរឬក៏ជាចំនួនដែលគេសរសេរនៅក្នុងធ្មេញកដោឲ្យតែសរសេរក្នុងធ្មេញកដោវាជា string ឧទាហរណ៍អញ្ចឹងអាលេខ9នេះវាជា string ណាទាំងអស់គ្នាអត់ច្រឡំណាអូយអាហ្នឹងវាយើងត្រូវចាំបើកាលណាវាសរសេរនៅក្នុងធ្មេញកដោអញ្ចឹងវាគឺជា string ឬក៏អានេះក៏ជា string ដែរនេះអានេះក៏វាជា string ដែរមានន័យជាតួអក្សរមួយហ្នឹងវាជា string ដូចគ្នាអញ្ចឹងនៅក្នុង basic data type របស់យើងគឺមានប៉ុណ្ណឹងណាគឺមានតែប៉ុណ្ណឹងទេចុះយើងអាចធ្វើម៉េចអូខេយើងអាចធ្វើម៉េចទៅលើការ convert របស់វាអញ្ចឹងយើងមករៀន function មួយទៀតគេហៅថា convert ពីមួយទៅមួយដើម្បីប្រើពេលខ្លះក្នុងករណីអញ្ចឹងក្នុងករណីវាជាអញ្ចឹងបើយើង print វាមកឥឡូវយើងចាប់ដើមរៀនទៅ print ថាវាជាអីណាអញ្ចឹងឧទាហរណ៍ថា number 3អញ្ចឹងទៅអញ្ចឹងយើងដាក់ print f យើងរៀនអាហ្នឹងឲ្យហើយទៅណាយើងរៀនអាហ្នឹងឲ្យហើយឬក៏យើងមិនបាច់នេះអានេះយើងកុំតន់អាសម print Thai នេះមានន័យថានេះ function Thai ហ្នឹងគឺចង់បង្ហាញថាអាមួយណាជាប្រភេទអីអូខេ Thai តមកទៀតយើងដាក់ថាអីគេនេះឃើញវា so all អញ្ចឹងយើងដាក់ថា number 3នេះ print Thai number 3អញ្ចឹងនៅពេលដែលយើង print វាមកឃើញទេវាជា class str មានន័យថាវាជា string នេះ number 3ហ្នឹងគឺអានេះវាជា string ណាទាំងអស់គ្នាឃើញវាជា string ដោយសារអីវាស្ថិតនៅក្នុងវងកញ្ចក់នៅក្នុងធ្មេញកដោចុះបើយើងលុបធ្មេញកដោចោលចាំមើលយើងលុបធ្មេញកដោចោលហើយយើងរានវាម្ដងទៀតមកវាជា integer អញ្ចឹងទាំងអស់គ្នាយល់កន្លែងហ្នឹងនៅពេលដែលគ្រប់យ៉ាងនៅក្នុងធ្មេញកដោគឺវាជា string តែម្ដងអញ្ចឹងយើងសាក print text មួយទៀតមើលអូខេអញ្ចឹងយើង print type របស់ text ហ្នឹងវាជាអីគេនេះវាជា string ខាងលើនេះវាជា
integer ចុះបើយើងបំលែងវាទៅជាថ្មិញកដោពីរនេះវិញទៅយើងដាក់មកឃើញវាជា string ទាំងពីរអញ្ចឹងទាំងអស់គ្នាយល់កន្លែងហ្នឹងងាយហើយអាហ្នឹងតិចទៀតយើងនឹងប្រើច្រើននៅពេលដែលយើងសរសេរលក្ខខណ្ឌការងារគឺយើងប្រើប្រាស់ច្រើនមែនតើប្រើប្រាស់វាច្រើនត្រូវ convert ត្រូវអីអញ្ចឹងទៅណាអញ្ចឹងនៅពេលនេះអាលេខ9នេះនៅក្នុងថ្មិញកដោហ្នឹងវាជា string អញ្ចឹងយើងចង់ convert វាទៅជា number ទៅជា integer វិញតែយើងសរសេរមិនអូខេគឺនៅក្នុងការ convert ណា convert អីមួយនៅក្នុងភាសា Python គឺវាស្រួលចាំទេអញ្ចឹងហើយបានភាសា Python វាស្រួលរៀនអញ្ចឹងយើងចង់ convert អា number 3 ហ្នឹងអញ្ចឹងយើងដាក់ថា convert number 03 អញ្ចឹងទៅស្មើឲ្យ int នេះ int បើកវងកញ្ចក់មួយយើងដាក់មក number 3 អញ្ចឹងយើង print ថៃconvert number 3 មកតែចាំមើលវាជាអីគេនៅពេលដែលយើង convert វាហើយអូខេនេះឃើញទេអាលទ្ធផលចុងក្រោយហ្នឹងវាជា integer នៅពេលដែលយើង convert វាទៅជា integer អូខេដំបូងវាគឺ string តមកវាគឺជា integer អូខេប៉ុណ្ណឹងទទួលយកបានសង្ឃឹមថាទាំងអស់គ្នាយល់ណាបាទអញ្ចឹងយើងមកមើល function មួយទៀតដែលងាយស្រួលសម្រាប់យើងរៀនណាយើង round ហ្នឹងមិនកាលយើងរៀននៅថ្នាក់បឋមឬក៏អនុវិទ្យាល័យខ្ញុំក៏ភ្លេចដែរហើយគេហៅថាបង្កត់ចំនួនណាយើងបង្កត់ចំនួនខាងក្រោយក្បៀសចោលអាហ្នឹងគេហៅថា function មួយគេហៅថា round ឧទាហរណ៍ថាយើងមើល number 2ហ្នឹងវាមាន 6.5 អញ្ចឹងយើងចង់ round វាយើងចង់បង្កត់ចំនួនវាបង្កត់វាឲ្យត្រឹម 6 ឬក៏បង្កត់វាឲ្យឡើងទៅដល់ 7 អញ្ចឹងកន្លែងហ្នឹងគឺវាមានលក្ខខណ្ឌរបស់វាទៀតណាវាមានលក្ខខណ្ឌរបស់វាហើយងាយស្រួលដូចថាយើងអាចធ្វើអីមួយអញ្ចឹងណាយើងអាចធ្វើកម្មវិធីមួយដើម្បីប្រកបជាពិសេសអ្នកដែលគិតលុយយើងសរសេរលក្ខខណ្ឌសម្រាប់កម្មវិធីយើងឲ្យគិតថាឧទាហរណ៍ថាត្រឹម 0.1 ឲ្យវានៅកត់ត្រឹម 0.5 ឲ្យវាឡើងទៅដល់លើ 7 បើ 6.01 6.9 របៀបអញ្ចឹងយើងចង់ប្រកបឡើងនិងប្រកបចុះអញ្ចឹងអាហ្នឹងគឺវាស្រួលកន្លែងហ្នឹងណាឧទាហរណ៍ចាំមើលខ្ញុំនឹងលើកឧទាហរណ៍ឲ្យយើងមើលមួយអញ្ចឹងមុននឹងយើងចាប់ផ្ដើមទៅរៀនអាហ្នឹងយើងមកស្គាល់ខ្លះជាមួយនឹងអា function មួយហ្នឹងគេហៅថាយើងចង់បង្កត់អីគេយើងចង់បង្កត់វាឡើងអូខេអញ្ចឹងយើងចាំមើលខ្ញុំបង្ហាញ function មួយទៀតកន្លែងនេះវាមាន2នៅក្នុងហ្នឹង function មាន2គាត់ណាបង្ហាញតិចតួចទេអញ្ចឹងយើងមុននឹងប្រើប្រាស់អា function នឹងបានគេហៅថាមួយទៀតគេហៅថា module មកឥឡូវយើងមករៀនមួយទៀតគឺ module ហ្នឹងអីគេអា module ហ្នឹងមានន័យថាវាជាយើងអាចនិយាយឲ្យស្រួលវាជាបណ្ដុំនៃកូដមួយដែលគេសរសេររួចហើយបន្តមកទៀតគេ store ទុកនៅក្នុងអ៊ីនធឺណិតហើយយើងចង់ហៅវាមកប្រើដោយមិនចាំបាច់សរសេរច្រើនទេអញ្ចឹងឧទាហរណ៍ថាខ្ញុំ import module មួយឈ្មោះថា math ហ្នឹងអីគេ math ហ្នឹងគឺគណិតវិទ្យានៅក្នុងភាសា Python វាមានmodule គណិតវិទ្យាវាមួយជាពិសេសយើងពេលដែល import យើងគួរតែដាក់នៅខាងលើគេ import ទៅវាស្អាតវាមើលទៅស្រួលអញ្ចឹងនៅពេលដែលយើង import គណិតវិទ្យាមកឥឡូវយើងចង់ធ្វើអីអញ្ចឹងយើងអាចចូលទៅក្នុង website របស់ Python យើងវាយ module math មកតោះមកវានឹងបង្ហាញហើយវាបង្ហាញច្រើន function ច្រើនតែថ្ងៃនេះខ្ញុំបង្ហាញទាំងអស់គ្នាតាបង្កត់ចំនួនទេឡើងនឹងចុះអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ round វា down ណា round វា down អញ្ចឹង down round ណា number 02 អញ្ចឹងយើងចង់ round វាអញ្ចឹងយើងដាក់ math យើងហៅ math មួយមក mathematics
dot ហើយយើងដាក់ float នឹងមានន័យថាយើងប្រកបចំនួនវាទៅជាអីគេ number នេះ number 2 មកបន្តមកទៀតយើង print ណាយើង print មកយើង print ឥឡូវយើងចាប់ដើមប្រើនេះទៅ format string ទៅ print យើងដាក់ថា round down មានន័យថាយើងប្រកបវាចុះមកតើមកយើងដកយើងចុចពីដក clear ហើយយើងប្រើអានេះមក complete នៅពេលដែលយើងប្រើ format string គឺត្រូវប្រើគ្នាបណាត្រូវប្រើអារបៀបនេះដូចក្នុងនេះអញ្ចឹងខ្ញុំពិបាកអង្គការប្រាប់ទាំងអស់គ្នាអញ្ចឹងយើងដាក់ round down មកអូខេនេះយើង print អាហ្នឹងបន្តមកទៀតយើងចង់បង្កត់វាឡើងមានន័យថា 6.5 នោះឲ្យឡើងទៅ 7 អញ្ចឹងយើងដាក់មក round up យើងគឺ mat ដដែលយើងហៅ mat មកហើយ function របស់វាគឺឈ្មោះ seal ហ្នឹងមានន័យថាបង្កត់វាឡើងយើងបង្កត់វាឲ្យឡើងទៅអូខេតោះមកយើង print ណាសូមចុះបន្តិចយើង print អាហ្នឹងដែរមក round up អូខេអញ្ចឹងយើងយល់បានរបៀបនៃការប្រើរបស់វាគឺអញ្ចឹងណាមើលទៅតោះមកយើងចាប់ដើម run យើងមកហើយមុននឹង run យើងមិនចង់ឲ្យអាការ print នៅខាងក្រៅផ្សេងពីអាហ្នឹងទេយើងបិទវាចោលសិនទៅក៏បានដែរនេះយើងបិទ comment វាចោលមកអូខេតោះមកយើង run វាមួយមកអូខេនេះឃើញទេយើងដាក់ថា round down មានន័យថាពី 6.5 នេះនៅខាងលើ 6.5 ចុះមកត្រឹម 6 ហើយដល់ពេលដែលយើងចង់ up វាយើងចង់ round វាឡើងទៅ 7 round វាឡើងទៅ 7 គឺយើងចុចយើងគ្រាន់តែប្រើ seal មួយនៅក្នុងការប្រើនេះគឺ mat.seal ហើយយើង round up វាមកគឺឡើងទៅ 7 អាហ្នឹងការប្រកបចំនួនចុះចំនួនគត់និងការបន្ថែមចំនួនឲ្យលើសសង្ឃឹមថាទាំងអស់គ្នាយល់កន្លែងហ្នឹងហើយបើចង់ដឹងកាន់តែច្បាស់ទៀតគឺយើងមាន website យើងចូលទៅក្នុង website របស់ Python ទៅហើយយើង search module របស់វាមួយទៅវានឹងប្រាប់ហើយ module ហ្នឹងយើងដាក់ version ដែលយើងប្រើផងសម្រាប់ version ខ្ញុំប្រើគឺនេះ 3.12 អញ្ចឹងយើងអាច search នៅក្នុងហ្នឹងទៅវានឹងឃើញហើយវានឹងប្រាប់មួយកម្រិតនៃការប្រើបើយើងចង់ប្រើមួយណាយើងយកមួយហ្នឹងមកប្រើទៅសម្រាប់វីដេអូហ្នឹងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាទាំងអស់គ្នាយល់បើមិនយល់អាច comment ឬក៏សួរនៅក្នុងវីដេអូនេះបានពួកយើងនឹងធ្វើការបកស្រាយជូនបាទអរគុណ